សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំប្រិយមិត្តទស្សនារឿងមួយតោះកុំឲ្យខាតពេលយូរសូមរីករាយទស្សនាដូចតទៅសាច់រឿងនេះបានកើតឡើងនៅក្នុងមហាចក្រភពតាលីដែលគ្រប់គ្រងដោយព្រះចៅអធិរាជតាលីដ៏មានមហិទ្ធិឫទ្ធិគ្មានព្រំដែននៅក្នុងមហាចក្រភពនេះមាននគរចម្រុះធំៗចំនួន6ហើយនៅក្នុងនគរទាំងនោះក៏មានបកពួកជាច្រើនដែលមានអំណាចខ្សោយជាងរាជវង្សរៀងរាល់ឆ្នាំបកពួកទាំងនេះត្រូវតែថ្វាយធនធាននិងរតនភ័ណ្ឌនានាទៅកាន់រាជវង្សបកពួកចំណោះឲ្យរាជវង្សឯរាជវង្សចំណោះឲ្យមហាចក្រហើយមហាចក្រភពក៏ត្រូវកោតខ្លាចចំពោះអំណាចដ៏កំពូលមួយទៀតដែរពិភពលោកទាំងមូលត្រូវបានបែងចែកឋានៈនិងកម្រិតអំណាចដូចជាទម្រង់ពីរ៉ាមីតអ៊ីចឹងរាជធានីនៃនគរទាំង6របស់មហាចក្រភពតាលីគឺជាកូនសោដ៏ធំនៃមជ្ឈមណ្ឌលវប្បធម៌និងសេដ្ឋកិច្ចដែលពោរពេញទៅដោយសំណង់ផ្ទះសម្បែងនិងព្រះរាជវាំងដ៏ស្កឹមស្កៃនៅក្នុងផ្ទះសំណាក់មួយមានក្រុមអ្នកក្បាច់គុនមួយក្រុមបានដើរចូលមកហើយស្រែកប្រាប់អ្នកបម្រើថាយកស្រាល្អបំផុតកម្រិត7តារាមកឲ្យពួកយើងមួយ10ដបមកអ្នកបម្រើប្រញាប់តបវិញភ្លាមថាបាទលោកម្ចាស់អញ្ជើញមកខាងនេះនៅកាច់ជ្រុងម្ខាងមានបុរសវ័យក្មេងម្នាក់ពាក់មួកបិទបាំងមុខជិតពាក់កណ្ដាលកំពុងអង្គុយផឹកស្រាតែម្នាក់ឯងគេក៏លេចមើលទៅខាងក្រៅហាក់ដូចជាកំពុងសង្កេតការអ្វីមួយបុរសម្នាក់ឈ្មោះយ៉ងជៀនបានអង្គុយចុះនៅតុមួយរួចនិយាយទាំងរំភើបថាមិនដឹងថាពេលណាទើបលោកប្រុសធំហ្វាងទ្រាំតាមវិញទេពេលគាត់មកវិញជីវិតរបស់អាឆ្កែចាស់លូចិនហានដែលជាស្ដេចនៃនគរទី6នេះមុខជាត្រូវចប់មិនខានឥឡូវស្ដេចចាស់នឹងជិតងាប់ហើយខាងតកូលហ្វាងក៏បានព្រមព្រៀងជាមួយប៉ាក់ឆៃសៀរួចរាល់ដែរពួកយើងច្បាស់ជាអាចចែកលាភសក្ការៈនិងទ្រព្យសម្បត្តិពីអាឆ្កែចាស់នោះបានមិនតិចទេពិតជាអស្ចារ្យមែនគេលើកចង្កឹះញ៉ាំអាហារបណ្ដើនិយាយដើមគេបណ្ដើថាតែខ្ញុំឮថាស្ដេចចាស់នោះនៅមានកូនប្រុសម្នាក់ទៀតនៅខាងក្រៅមែនទេចុះបើក្មេងនោះខឹងហើយមកសងសឹកពួកយើងដែលជាអ្នកតូចតាចវិញគិតយ៉ាងម៉េចបុរសម្នាក់ទៀតឈ្មោះឈូម៉ាក់សើចចំអកឡងសងថាមានអីត្រូវខ្លាចទៅកាលពី5ឆ្នាំមុនលូឆានទើបតែអាយុ18ឆ្នាំជាកូនអ្នកមានចៅមសៀតគិតតែពីរឿងសប្បាយស្រីស្រាមិនដែលខំប្រឹងវឹកហាត់ក្បាច់គុនអីបន្តិចសោះឡើយទោះបីជាពេលនេះអាយុ23ឆ្នាំហើយក៏ដោយក៏នៅតែជាមនុស្សមិនបានការដដែលនឹងមនុស្សបែបហ្នឹងមានសមត្ថភាពអីមកសងសឹកពួកយើងទៅយ៉ងជៀនផ្ទុះសំណើចត្រូវហើយប្រហែលជាដើរអាណាថាដាច់បាយស្លាប់ឬក៏ត្រូវពួកសត្វសាហាវឬក្រុមចោរព្រៃសម្លាប់បាត់ទៅហើយក៏មិនដឹងឆ្អឹងរបស់វាប្រហែលជាខ្លាចជាផេះហើយភ្នោវាក៏ដុះស្មៅចិត្តបាត់ទៅហើយហាហាហាលឺសម្ដីមើងងាយទាំងនេះភ្លាមលូឆានក៏ដាក់ពេងស្រាចុះរួចផ្អែកខ្នងទៅនឹងតុគេនិយាយដោយសម្លេងមាំនិងមើងម៉ាត់ថាពួកឯងទាំងពីរនាក់ដឹងទេថាលោកតាលូចិនហានគឺជាស្ដេចនៃនគរទី6នេះហើយពេលនេះពួកឯងកំពុងនៅក្នុងរាជធានីក្រោមព្រះបាទព្រះចៅអធិរាជបែរជាហ៊ានមកនិយាយរិះគន់និងប្រមាថស្ដេចបែបនេះទៅវិញតើវាសមរម្យដែរទេឈូម៉ាក់ឌឺដងវិញភ្លាមណែអាអូនមើលតាមសម្លៀកបំពាក់ឯងទៅឯងប្រកាសជាមនុស្សមកពីតំបន់ផ្សេងហើយមែនទេចាំយើងប្រាប់រឿងមួយដែលមនុស្សគ្រប់គ្នានៅទីនេះសុទ្ធតែដឹងឲ្យឯងភ្លឺភ្នែកនគរទី6នេះបច្ចុប្បន្នពិតជារបស់ត្រកូលលូមែនប៉ុន្តែមិនដល់3ថ្ងៃទៀតទេវានឹងត្រូវបដូរម្ចាស់ហើយនគរទី6ទាំងមូលនេះនឹងក្លាយជាទឹកដីរបស់មេទ័ពហ្វាងលូឆានសោចចុងមាត់គួរឲ្យចាប់អារម្មណ៍មែនចុះនេះជាសម្ដីរបស់ពួកឯងឬក៏ជាសម្ដីរបស់អាជនក្បត់ជាតិហ្វាងឡាំទៅវិញទេសម្ដីរបស់គេបានធ្វើឲ្យមនុស្សគ្រប់គ្នានៅទីនោះស្រឡាំងកាំងនិងរន្ធត់ចិត្តយ៉ាងខ្លាំងឈូម៉ាក់ស្រែកកំហកទាំងខឹងសម្បាអាប្រហើនឯងហ៊ានហៅឈ្មោះមេទ័ពហ្វាងចំផងលូឆានក្រវីក្បាលរួចចង្អុលមុខពួកគេទាំងនិយាយចំអកថាពួកឯងនេះពិតជាស្មោះត្រង់និងចវាយដូចជាសត្វឆ្កែចាំផ្ទះឲ្យត្រកូលហ្វាងអីចឹងឈូម៉ាក់ជេរប្រតិចខ្លាំងចង្រៃយកអ្វីកោទឹកស្អុយវាបានស្ទុះទៅមុខដើមម្ដាយយ៉ាងខ្លាំងទាំងស្រែកថាឯងចង់ងាប់មែនទេលូឆានលើកដៃឡើងរាំងបាំងការវាយប្រហារនោះយ៉ាងងាយរួចពោលថាក្បាច់គុនកម្រិតទៀតសោះតែចរិតប្រហើនម្លេះហ៊ានសម្លាប់មនុស្សត្រឹមតែរឿងទាស់សម្ដីគ្នាបន្តិចបន្តួចភ្លាមនោះគេក៏ចាប់ដៃរបស់ឈូម៉ាក់រួចរមូលកាច់យ៉ាងខ្លាំងដៃស្ដាំរបស់ឈូម៉ាក់ត្រូវបានដាច់ត្រឹមកែងដៃឈាមបាញ់រីប៉ាយពេញទីកន្លែងលូឆាននិយាយដោយត្រជាក់ស្រេបថាទុកវាជាមេរៀនប្រដៅឯងទៅចុះយ៉ងជៀនស្ទុះមកជួយរាំងការពារមិត្តភក្តិរបស់ខ្លួនទាំងស្រែកទាំងកំហឹងថាឯងហ៊ានរបួសសិស្សរបស់ប៉ាក់ហ្វៃសៀផងយើងនឹងសម្លាប់ឯងសងសឹកឲ្យមិត្តយើងពួកវាទាំង4នាក់បានស្ទុះមកវាយប្រហារព្រមគ្នាតែម្ដងលូឆានឧទានថាពួកកំទេចកំទីដាវរបស់គេបានហោះចេញពីស្រោមបង្កើតជាពន្លឺដាវវាយប្រហារយ៉ាងលឿនរហ័សថាមពលដាវបានចេះចេញយ៉ាងខ្លាំងក្លាត្រឹមតែមួយប៉ព្រិចភ្នែកសត្រូវទាំងអស់ដេកដួលអស់បន្ទាប់មកដាវក៏ហោះចូលស្រោមវិញយ៉ាងស្ងាត់ស្ងៀមលូឆានទុកដាវនៅម្ខាងរួចដើរចេញពីផ្ទះសំណាក់ទាំងដកដង្ហើមធំដល់ពេលត្រូវត្រឡប់ទៅព្រះបរមរាជវាំងវិញហើយទៅមើលថាស្ដេចចាស់នោះយ៉ាងម៉េចហើយប៉ុន្តែបរិវេណវាំងបែរជាមានភាពស្ងប់ស្ងាត់និងមានយាមកាមតឹងរឹងខុសធម្មតាទាហានយាមទ្វារឃើញលូឆានក៏ស្រែកសួរថាអ្នកណាឯងទីនេះជាតំបន់ហាមឃាត់នៃព្រះរាជវាំងបើគ្មានរិះសារឬការអនុញ្ញាតទេចូលប្រញាប់ចាក់ចេញទៅភ្លាមគេបើកមួកចេញរួចនិយាយស្ដីបន្ទោសថាអីក៏អាក្រក់ម្លេះខ្ញុំទើបតែចេញទៅ5ឆ្នាំសោះបែរជាគ្មានអ្នកណាម្នាក់ចំណាំខ្ញុំបានទាល់តែសោះអីចឹងពួកទាហានភ្ញាក់ផ្អើលនិងត្រេកអរជាខ្លាំងរួចលុតជង្គង់ក្រាបទូលព្រះអង្គម្ចាស់លូឆានពិតមែនគឺព្រះអង្គម្ចាស់ពិតប្រាកដមែនព្រះអង្គបានត្រឡប់មកវិញហើយលូឆានអេត្រជារួចនិយាយថាបានហើយមើលចុះពួកឯងអរឡើងព្រឺរោមអស់ហើយស្រាប់តែមានសម្លេងមួយស្រែកឡើងកាត់យប់ប្រលប់ហើយនាំគ្នាលោឡាអីទីនេះរំខានដល់ការសម្រាកមេទ័ពម្នាក់ឈ្មោះលីបានលើកដៃគិរវកិច្ចរួចអោនក្បាលគោរពគេនិយាយតិចថាព្រះអង្គម្ចាស់ពេលនេះស្ថានភាពក្នុងរាជធានីមានភាពច្របូកច្របល់ខ្លាំងណាស់ទូលបង្គំគិតថាព្រះអង្គគួរតែចាក់ចេញពីទីនេះសិនទៅដើម្បីជៀសវាងគ្រោះថ្នាក់លូឆានសើចចុងមាត់ឲ្យខ្ញុំចាក់ចេញខ្ញុំខំកាត់កោះឆ្លងទន្លេជីកាត់ខ្យល់កាត់ធូលីដីដើម្បីត្រឡប់មកផ្ទះវិញតែឯងបែរជានិយាយឲ្យខ្ញុំរត់ទៅវិញសូម្បីតែមុខឪពុកខ្ញុំក៏ខ្ញុំមិនទាន់បានជួបផង
មេទ័ពលីប្រញាប់តបភ្លាមពិតជាមែនហើយព្រះអង្គបើព្រះអង្គយាងមកហើយអញ្ជើញចូលខាងក្នុងឈរនៅខាងក្រៅបែបនេះក្រែងលោមានរឿងមិនល្អកើតឡើងមេទ័ពលីក៏បាននាំផ្លូវគេចូលទៅខាងក្នុងភ្លាមព្រះអង្គម្ចាស់អញ្ជើញតាមផ្លូវនេះលូឆានសួរចុះស្ដេចចាស់នោះចិត្តងាប់ហើយឬនៅមេទ័ពលីរីរែកបន្តិចរួចទូលថាក្រាបទូលព្រះរាជាកំពុងតែរងគ្រោះដោយសារត្រូវថ្នាំពុលកម្រិតធ្ងន់ព្រះអង្គកំពុងសន្លប់បាត់បង់ស្មារតីដឹងខ្លួនម្ដងម្កាលប៉ុន្តែវាមិនទាន់ដល់ថ្នាក់គ្រោះថ្នាក់ដល់ជីវិតភ្លាមឡើយលូឆានអូទៀនអូមិនទាន់ងាប់ទេល្អណាស់អ៊ីចឹងនៅមានឱកាសសង្គ្រោះមេទ័ពលីបែកញើសជោគទាំងភ័យព្រះអង្គម្ចាស់សពព្រះរាជហឫទ័យលេងសើចពិតមែនពួកយើងមកដល់ហើយគេបើកទ្វារបន្ទប់ធំមួយរួចស្រែកហៅអ្នកនៅខាងក្នុងថាលោកគ្រូម៉ាក់មើលចុះថាអ្នកណាត្រឡប់មកវិញបរិសុទ្ធចំណាស់ម្នាក់សក់សវែងអន្លាយសម្លឹងមើលគេយ៉ាងយកចិត្តទុកដាក់រួចសួរថាតើឯងពិតជាព្រះអង្គម្ចាស់លូឆានមែនទេបរិសុទ្ធចំណាស់ដែលមានរូបរាងប្លែកភ្នែកម្នាក់នេះគឺលោកគ្រូម៉ាក់ហានជាគ្រូឱសថបុរាណថ្នាក់ទី4លូឆានញញឹមរួចធ្វើការគៀវែបកិច្ចលោកគ្រូម៉ាក់បាត់មុខ5ឆ្នាំហើយតើលោកគ្រូសុខសប្បាយជាទេគេដើរទៅជិតគ្រែរួចសម្លឹងមើលឪពុកខ្លួនមួយសន្ទុះធំរួចពោលថាស្ដេចចាស់អើយស្ដេចចាស់លើកនេះលោកពិតជាជួបគ្រោះធំមែនទែនហើយលោកគ្រូម៉ាក់អោនក្បាលជំរាបទូបង្គំសូមអភ័យទោសផងព្រះអង្គម្ចាស់ដោយសារកម្រិតជំនាញឱសថរបស់ទូបង្គំនៅត្រឹមថ្នាក់ទី4ទូបង្គំគ្មានសមត្ថភាពបន្សាបថ្នាំពុលនេះបានទេដើម្បីព្យាបាលថ្នាំពុលដ៏ចម្លែករបស់ព្រះរាជាបានលុះត្រាតែមានថ្នាំគ្រាប់ពន្លឺទេវៈដែលលោកគ្រូនិយាយមែនទេលោកគ្រូម៉ាក់មើលហើយញញឹមទាំងភ្ញាក់ផ្អើលត្រូវហើយគឺវាហើយតែមួយគ្រាប់ក៏អាចព្យាបាលព្រះអង្គម្ចាស់គេនិយាយតាក់តើពងតើព្រះអង្គបានថ្នាំគ្រាប់ពន្លឺទេវៈកម្រិតទី6ច្រើនយ៉ាងនេះមកពីណាលូឆានស្រែកកាត់សួរច្រើនម្លេះបញ្ញាប់យកទៅឲ្យស្ដេចចាស់នឹងផឹកទៅខណៈនោះក៏មានសម្លេងសើចយ៉ាងខ្លាំងបន្លឺឡើងពីខាងក្រៅទ្វារហាខ្ញុំឮថាកូនប្រុសលូឆានបានត្រឡប់មកវិញហើយអ៊ីចឹងសូមមើលមុខបន្តិចមើលលោកគ្រូប្រចាំជាតិតាកៅវិធាននៃនគរទី6បានដើរចូលមកនៅពីលើក្បាលរបស់គេមានចេញជារូបរាងមន្តអាគមយ៉ាងចម្លែកតាកៅវិធាននិយាយតែញញឹមព្រះអង្គម្ចាស់បាត់មុខ5ឆ្នាំព្រះអង្គនៅតែមានភិនភាកក្មេងខ្ចីដដែលចុះ5ឆ្នាំមកនេះសុខសប្បាយទេលូឆានតបវិញដោយសម្លេងស្ងប់ស្ងាត់លោកគ្រូតាបាត់មុខ5ឆ្នាំមិនដឹងថាកម្រិតបង្កើតមន្តអាគមស្ថាបនារបស់លោកគ្រូឡើងដល់ថ្នាក់ទី6ហើយឬនៅគេតបវិញព្រះអង្គម្ចាស់កុំលេងសើចអីក្នុងមួយជីវិតនេះបើខ្ញុំអាចឈានដល់ថ្នាក់ទី5បានក៏ជាបុណ្យណាស់ទៅហើយឯថ្នាក់ទី6វិញខ្ញុំមិនទាំងហ៊ានស្រមៃផងលោកគ្រូតាដកដង្ហើមធំប៉ុន្តែព្រះអង្គម្ចាស់មិនគួរត្រឡប់មកវិញពេលនេះក្នុងនគរនិងក្នុងក្រុងកំពុងតែមានភាពច្របូកច្របល់ខ្លាំងណាស់ការវត្តមានរបស់ព្រះអង្គនៅទីនេះគឺគ្រោះថ្នាក់បំផុតលោកគ្រូម៉ាក់ស្រែកឡើងទាំងរំភើបលោកតាព្រះអង្គម្ចាស់ត្រឡប់មកវិញត្រូវពេលណាស់គេលើកដបថ្នាំបង្ហាញរួចបន្តមើលនេះថ្នាំគ្រាប់ពន្លឺទេវៈនេះអាចបន្សាបពុលរបស់ព្រះរាជាបានថែមទាំងជួយនាំយកដបធំយ៉ាងនេះមកទៀតពិតជាអស្ចារ្យមែនលោកគ្រូតាលាន់មាត់ភ្ញាក់ផ្អើលនេះជាថ្នាំគ្រាប់ពន្លឺទេវៈមែនឬបើមានវាពឹសក្នុងព្រះកាយព្រះរាជាច្បាស់ជាសះស្បើយក្នុងពេលប៉ុន្មានថ្ងៃទៀតមិនខានគេគិតក្នុងចិត្តថាថ្នាំគ្រាប់កម្រិតទី6សូម្បីតែនៅក្នុងមហាចក្រភពក៏ជារបស់កម្ររាប់លានដុំថ្មវិញ្ញាណដែរព្រះអង្គម្ចាស់លូឆានបាត់ខ្លួន5ឆ្នាំតើទ្រង់បានជួបប្រទះអ្វីខ្លះកាលពីមុនទ្រង់មិនព្រមវឹកហាត់សោះប៉ុន្តែឥឡូវបែរជាមានអំណាចនិងរបស់ទឹកបែបនេះទៅវិញលោកគ្រូម៉ាក់បានយកថ្នាំថ្វាយព្រះរាជាភ្លាមពេលឃើញពន្លឺខ្មៅអាក្រក់ថយចេញពីភ័ក្រព្រះរាជាគេក៏ពោលថាពឹសត្រូវបានបន្សាបហើយព្រះអង្គនឹងភ្ញាក់ដឹងព្រះកាយក្នុងរយពេល3ថ្ងៃទៀតលូឆានដកដង្ហើមធំធូរទ្រូងមើលទៅស្ដេចចាស់ឆ្លងផុតគ្រោះថ្នាក់ហើយគេបន្តដោយសម្លេងត្រជាក់លោកគ្រូម៉ាក់និងលោកគ្រូតាឥឡូវប្រាប់ខ្ញុំមកតើអាណាមួយហ៊ានបំពុលស្ដេចចាស់បែបនេះនៅពេលជាមួយគ្នានោះឯប៉ពឺអន្ត្រីវិញមេប៉លីហេបានស្រែកទាំងភ្ញាក់ផ្អើលបន្ទាប់ពីស្ដាប់រាយការណ៍ពីកូនចៅស្អីគេឯងថាសិស្សប៉យើងរាប់សិបនាក់ត្រូវក្មេងម្នាក់សម្លាប់អស់មែនទេកូនចៅប្រញាប់តបបានលោកមេប៉តាមការស្រាវជ្រាវគឺព្រះអង្គម្ចាស់លូឆានជាអ្នកសម្លាប់សិស្សយើងអស់31នាក់នៅឯផ្ទះសំណាក់មេប៉ធំរងស្រែកឡើងលូឆានកូនប្រុសរបស់លូចិនហានអាអូនដែលស្អប់ការវឹកក្បាច់គុណហើយបាត់ខ្លួន5ឆ្នាំមុននឹងមិនក៏សុកលេចមុខមកវិញមេប៉លីហេបន្តកាលពីមុនវាក្តោជាអភិការមិនបានការសោះបាត់ខ្លួន5ឆ្នាំមកវិញសម្រាប់អ្នកក្បាច់គុណកម្រិតគ្រឹះអស់30នាក់មើលទៅ5ឆ្នាំនេះវាច្បាស់ជាបានលួចទៅវឹកហាត់ក្បាច់គុណកំពូលអីហើយបានជាខ្លាំងថ្នាក់នេះមេតបហ្វាំងឡាំស្រែកកាត់ឈប់និយាយរឿងឥតប្រយោជន៍ទៅទោះវាជាកំពូលអ្នកខ្លាំងក៏ដោយក៏នៅតែជាក្មេងខ្ចីមិនខុសពីអភិការដដែលនឹងលីហេយល់ស្របត្រូវហើយម្យ៉ាងទៀតស្ដេចចាស់លូចិនហានត្រូវពុលគ្រាប់ពូជភ្លើងអាគមរួចហើយយ៉ាងច្រើន8ថ្ងៃទៀតវានឹងត្រូវស្លាប់មិនខានវាត្រឡប់មកវិញពេលនេះក៏គ្មានប្រយោជន៍ដែរពួកយើងចាំតែមើលល្ខោនមើលទៅហាឯនៅក្នុងព្រះបរមរាជវាំងមេតបលីនិងលោកគ្រូតាបានរាយការណ៍សភាពការប្រាប់លូឆានស្ដាប់ហើយសន្និដ្ឋានថាអូគឺជារឿងរបស់ពួកកម្រិតវិញ្ញាណទារកទាំង5នាក់នឹងសោះព្រះរាជាអ្នកខ្លាំងកម្រិតដែនដីស្ដេចតែម្នាក់គត់នៅនគរទី6ពេលព្រះអង្គត្រូវរបួសធ្ងន់ទើបគ្មានអ្នកណាអាចទប់ទល់នឹងពួកវាកម្រិតវិញ្ញាណទារកទាំង5នាក់បានលូឆានក៏បានហុចវត្ថុទឹកមួយទៅឲ្យលោកគ្រូតារួចបញ្ជាថាលោកគ្រូតាយកមន្តអាគមដាវសក្ការៈទាំង7នេះទៅដាក់ការពារវាំងទាំងមូលបើពួកកម្រិតវិញ្ញាណទារកទាំង5នាក់នោះហ៊ានចូលមកចូលមួយសម្រាប់មួយលោកគ្រូតាលាន់មាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងមន្តអាគមសម្រាប់កម្រិតទី5សូម្បីតែនៅក្នុងមហាចក្រភពក៏ក្រកសត់គ្មានមន្តអាគមស្ថាបនាកម្រិតខ្ពស់បែបនេះដែរបន្ទាប់មកលូឆានបានបោះដបថ្នាំដ៏ធំមួយដបទៅឲ្យមេតបលីនៅក្នុងនេះមានថ្នាំលាងជំរះឆ្អឹងជាង1000គ្រាប់យកទៅចែកឲ្យកងការពាររាជវាំងទាំងអស់ប្រើប្រាស់ចាប់ពីពេលនេះតទៅថ្នាំហ្វឹកហាត់ទាំងអស់របស់ទាហានក្រមថ្នាក់ស្ដេចខ្ញុំជាអ្នករ៉ាប់រង
មេទ័ពលីសប្បាយចិត្តជាខ្លាំងអរព្រះគុណព្រះអង្គម្ចាស់សូមព្រះអង្គទ្រង់ព្រះចម្រើនលោកគ្រូម៉ាក់ឆ្ងល់ក៏សួរព្រះអង្គម្ចាស់តើ5ឆ្នាំមកនេះព្រះអង្គបានជួបប្រទះអ្វីខ្លះបានជាព្រះអង្គមានរតនវត្ថុនិងថ្នាំទិព្វកម្ររាប់មិនអស់បែបនេះឃើញលូឆានដើរចេញទៅក្រៅលោកគ្រូតាប្រញាប់សួរព្រះអង្គម្ចាស់តើព្រះអង្គប្រញាប់ទៅណាកុំបង្កកំហុសឲ្យសោះលូឆានឆ្លើយយ៉ាងត្រជាក់ស្រេបខ្ញុំទៅសម្លាប់មនុស្សមេទ័ពលីស្រែកផ្ដាំសូមព្រះអង្គប្រុងប្រយ័ត្នផងលូឆានដើរចេញសម្ដៅទៅខាងក្រៅវាំងគេគិតក្នុងចិត្តថាហេនៅទីនេះគ្មានអីគួរឲ្យខ្លាចផង5ឆ្នាំមកនេះតើមានគ្រោះថ្នាក់អីដែលខ្ញុំមិនធ្លាប់ជួបកាលនោះសូម្បីតែព្រះចៅអធិរាជដេញតាមសម្លាប់ខ្ញុំ10ថ្ងៃ10យប់ក៏ខ្ញុំនៅរស់បានដែរនៅពេលនោះមានក្រុមទាហានស្រមោលកំពុងលួចតាមដានលូឆានពីលើដំបូលផ្ទះពួកវាផ្លាស់ប្ដូរសញ្ញាគ្នាដើម្បីលួចតាមដានគេរហូតដល់ចេញផុតពីព្រះរាជវាំងពួកវាគ្រោងនឹងរកកន្លែងស្ងាត់ដើម្បីសម្លាប់គេចោលប៉ុន្តែសកម្មភាពរបស់ពួកវាមិនអាចលាក់បាំងភ្នែករបស់លូឆានបានឡើយពួកអាប្រឡាក់លេនេះហ៊ានតាមដានអញផងលូឆានក៏ដើរចូលទៅក្នុងច្រកឌឿងហែមដ៏តូចចង្អៀតមួយក្រុមទាហានស្រមោលផ្ញើសារប្រាប់គ្នាគោលដៅបានដើរចូលទៅក្នុងច្រកឌឿងហែមហើយ